បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅទស្សនវិជ្ជានៃស្ពានបាយ៉ាបជាមួយខ្ញុំបាទទាំងអស់គ្នាបាទស្ពានបាយ៉ាបស្ថិតនៅភូមិបាយ៉ាបឃុំបាយ៉ាបស្រុកស្វាយជ្រុំខេត្តស្វាយរៀងបើសិនជាយើងធ្វើដំណើរពីទីរួមខេត្តស្វាយរៀងមកត្រង់បាទមកដល់ស្ពាននេះវាមានប្រវែងប្រហែលជា11គីឡូម៉ែត្របាទសម្រាប់ខ្ញុំបាទមកដល់ស្ពានបាយ៉ាបនេះដែរខ្ញុំនឹកឃើញនៅបទចម្រៀងមួយបទរបស់លោកជួយសុភាពដែលមានចំណងជើងថាស្វាយរៀងដួងចិត្តហើយឃ្លានៃបទចម្រៀងរបស់គាត់មួយបទនេះក៏បាននិយាយអំពីស្ពានបាយ៉ាបនេះដែរឃ្លារបស់គាត់នោះគឺអោស្ពានបាយ៉ាបបងធ្លាប់ជួបមុំព្រះអង្គស្វាយជ្រុំលោកជាសក្តិសិទ្ធិនេះគឺជាឃ្លានៃបទចម្រៀងរបស់គាត់បាទសម្រាប់បងប្អូនដែលរស់នៅខេត្តស្វាយរៀងមួយចំនួនក៏គាត់ធ្លាប់មកលេងនៅទីនេះហើយគាត់ស្គាល់ច្បាស់នៅទីនេះហើយប៉ុន្តែបងប្អូនខ្លះក៏គាត់អត់ទាន់បានមកលេងនៅទីនេះនៅឡើយទេបាទនៅទីនេះគឺបងប្អូនទេសភាពខ្យល់អាកាសត្រជាក់បរិសុទ្ធមែនទែនពិសេសម៉ោង4ម៉ោង5ហ្នឹងគឺយើងមកនៅទីនេះគឺខ្យល់អាកាសត្រជាក់អង្គុយលេងអូបអីតិចតួចនៅលើវាលស្រែអញ្ចឹងបងប្អូនហើយនៅវាលស្រែយើងឃើញមានគោមានក្របីបាទមានពិសេសគឺឃើញគេធ្វើស្រូវប្រាំងស្អីនៅក្បែរហ្នឹងដែរបងប្អូនបាទបើសិនជាបងប្អូនអត់ទាន់បានមកលេងអាចមកលេងមកទស្សនានៅទីនេះបានបើសិនជាយើងមកពេលល្ងាចអញ្ចឹងទៅម៉ោង3ម៉ោង4ម៉ោង5អញ្ចឹងទៅពិសេសនៅពេលហ្នឹងអាកាសធាតុពេលហ្នឹងអត់មានក្តៅបងប្អូនអាកាសធាតុត្រជាក់ល្មមក្តៅក៏អត់មានដែរម៉ោង3ម៉ោង4ហ្នឹងគឺអាកាសធាតុអំណោយផលមែនតើបាទអរគុណបងប្អូនដែលតាមនៅទស្សនានៅវីដេអូរបស់ខ្ញុំសូមអរគុណសូមលា